ថ្ងៃនេះបងអូនមកបង្ហាញជាមួយនឹងប្រភេទ mini ampli មួយដែលយើងអាចប្រើប្រាស់ជាមួយនឹងប្រភេទធុងបាសបែបនេះដែលជាប្រភេទខ្សែក្រហមខ្មៅបែបនេះហើយចំពោះ mini ampli នេះវាមានរូបរាងបែបនេះដោយបងបានឃើញបងអូនលើកមកបង្ហាញអញ្ចឹងនេះនៅខាងមុខវាមានរូបរាងមើលទៅវាស្អាតផងហើយចំពោះ mini ampli នេះវាមានមុខងារដូចជាទី1កុងតាក់បិទនិងកុងតាក់បើកទី2មានប្រើជាមួយនឹង SD card ហើយ memory ហ្នឹងប្រើ USB បានហើយមាន volume តម្លើងសំឡេងហើយមានជាមួយនឹងvolume ស្រេ bass ស្រេ treble ហើយមានជាពិសេសហ្នឹងគឺមានរុនម៉ៃចំនួន2ទៀតអញ្ចឹងបងទិញប្រភេទ mini ampli នេះអាចយកទៅច្រៀងបានទៀតហើយយើងអាចស្រេជាសំឡេងម៉ៃតិចឬក៏សំឡេងម៉ៃខ្លាំងឬក៏សំឡេងអេកូបានថែមទៀតហើយជាពិសេសវាមានស្រេជា mode បងអាចប្រើជាមួយនឹង Bluetooth ក៏បានបងប្រើជាមួយនឹងខ្សែ audio ក៏បានហើយបងអាចប្រើជាមួយនឹង radio ក៏បានដែរហើយបងអាចចុចនៅលើមុខងារនេះដើម្បីផ្លាស់ប្ដូរចម្រៀងទៅតាមមុខងារដែលបងចង់ប្រើប្រាស់ហើយនេះបងអូនបង្ហាញភាសាទៀតនៅខាងមុខហើយចំពោះខាងក្រោយមានរូបរាងបែបនេះបងបាទនេះខាងក្រោយវាមានភ្ជាប់មកជាមួយនឹងរុន AUX មួយគូហើយរុន line មួយគូអញ្ចឹងអានេះគេហៅថា input អានេះគេហៅ output ហើយជាមួយនឹងរុនដោតខ្សែខ្មៅក្រហមមួយហើយជាពិសេសវាអាចប្រើជាមួយនឹងប្រភេទ DC 12V បានទៀតចំពោះការភ្ជាប់វាវិញគឺងាយស្រួលបំផុតក្នុងការភ្ជាប់គឺទី1ហ្នឹងគឺបងយកខ្សែខ្មៅយើងដោតមកខ្មៅមកក្រហមយើងដោតមកក្រហមមកដើម្បីយើងតេស្តចង់ដឹងថាតើឧបករណ៍នេះវាដំណើរការបែបម៉េចដែរអញ្ចឹងអានេះបងអូនមកភ្ជាប់ជូនបងទាំងអស់គ្នាអូខេអញ្ចឹងអានេះការភ្ជាប់ហើយយើងប្រើជាមួយនឹងភ្លើងនេះយើងដោតប្រើភ្លើងនៅខាងក្រោយមកបាទប៉ុណ្ណេះមកយើងភ្ជាប់បានហើយបាទបន្ទាប់មកទៀតយើងអាចដោតភ្លើងមកហើយយើងបើកកុងតាក់អូខេអញ្ចឹងបន្ទាប់ពីយើងបានភ្ជាប់ហើយគឺវាបង្ហាញភ្លើងនៅកន្លែង volume នេះមានន័យថាវាកំពុងតែដំណើរការតើវាបញ្ចេញសំឡេងបានកម្រិតណាយើងចុចចូលមក Bluetooth មកហើយយើងបើកមុខងារ Bluetooth បាទនេះដោយសារតែប្អូនបានភ្ជាប់រួចហើយដាក់ BT ហ្នឹងអញ្ចឹងបន្ទាប់មកទៀតយើងចូលមកកាន់ YouTube ហើយយើងជ្រើសរើសជាមួយនឹងចម្រៀងមួយបទមកថាតើវាមានសំឡេងកម្រិតណាអូខេបាទបងអាចស្ដាប់កំសាន្តទាំងអស់គ្នាមកផ្លែតសិនបងឈ្មោះមុនល្អគេថាអូនថ្មីតែតាមការពិតសិក្សាមកហើយតែមកបាទបងអញ្ចឹងនេះគឺជាការភ្ជាប់ Bluetooth ហើយចំពោះឧបករណ៍មួយនេះដែរយើងនឹងភ្ជាប់ជាមួយនឹងម៉ៃជូនបងមើលថាតើយើងប្រកាសជាច្រៀងបានទេវាមានកម្រិតសំឡេងបែបម៉េចយើងស្រែទៅវាចេញអេកូអត់ឬក៏ចេញសំឡេងម៉ៃដែរឬអត់អូខេអញ្ចឹងបងអូននឹងភ្ជាប់ម៉ៃជូនបងមើលអញ្ចឹងយើងយកដោតម៉ៃនេះមកអូខេបន្ទាប់មកយើងបើកម៉ៃរបស់យើងនេះបាទ Hello តេស្ត1 2 3បាទអញ្ចឹងដោយបងបានឃើញហើយបងអូនបានបង្ហាញជាមួយនឹង
mini ampli នេះអញ្ចឹងសម្រាប់បងណាមានតម្រូវការតាក់ទងជាមួយនឹងប្រភេទ mini ampli នេះអាចតាក់ទងមកខាងបងអូនបានជាមួយនឹងតម្លៃពិសេស